ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំចង់មកបង្ហាញពីរបៀបស្ងោរស្ពៃក្តោបឲ្យមានរសជាតិឆ្ងាញ់ណាស្ងោរជាមួយនឹងប្រហិតផ្សេងផ្សិតខ្មៅចាអញ្ចឹងជាដំបូងនេះគឺខ្ញុំមានសាច់ត្រីណាហើយសាច់ត្រីនេះគឺខ្ញុំប្រើត្រីល្អិតទេគឺខ្ញុំមកច្រាំវាឲ្យម៉ត់ចាបន្ទាប់ពីសាច់ត្រីខ្ញុំបានម៉ត់ល្អហើយគឺខ្ញុំបន្ថែមជាមួយសាច់ជ្រូកលាយមួយខ្លាញ់ណាចាហើយកូនច្រាំវាម៉ត់ដូចគ្នាចាច្រាំចូលជាមួយសាច់ត្រីនឹងឲ្យបានឡើងម៉ត់ល្អចាបន្ទាប់ពីសាច់ត្រីខ្ញុំបានម៉ត់ល្អហើយគឺខ្ញុំមកបន្ថែមជាមួយនឹងស្លឹកខ្ទឹមណាដើម្បីឲ្យសាច់ផាត់យើងកុំឲ្យធំក្លិនឆ្អាបត្រីចាខ្ញុំបង្ហាន់ស្លឹកខ្ទឹមនឹងហើយខ្ញុំបន្ថែមជាមួយនឹងផ្សិតខ្មៅណាពុកម៉ែបងប្អូនផ្សិតខ្មៅនេះខ្ញុំហាន់ជាចំណិតហើយថែមហៃប៊ីបន្តិចជាមួយយូហឺណាឲ្យវាកាន់តែជាតិបន្ទាប់ពីហាន់នឹងរួចហើយគឺខ្ញុំបានម៉ត់ហើយគឺខ្ញុំយកមកលាយគ្រឿងអំបិលស្ករប៊ីចេងម្រេចនិងរ៉ូឌីប្រេងខ្យងចាជិះខ្ញុំច្បាច់តប់វាធ្វើមិនឲ្យប្រហិតនេះសាច់ត្រីនិងសាច់ជ្រូកនឹងវាឡើងស្វិតចាច្បាច់តប់ចាតប់វាធ្វើមិនឲ្យវាឡើងស្វិតហើយយើងទុកវាមួយអន្លើសិនចាទុកវាមួយដុំសិនណាខ្ញុំឆ្លៀតមកធ្វើទឹកស៊ុបមុនចាទឹកស៊ុបនេះគឺខ្ញុំដាំទឹកពុះហើយគឺខ្ញុំបង់ស្ករក្រហមចំនួនខ្លះស្លាបព្រាកន្លះស្លាបព្រាបាយឆ្អឹងស៊ុបការ៉ុតហើយប៊ីយូហឺជាមួយនឹងខ្ទឹមសចាបន្ទាប់ពីខ្ញុំធ្វើទឹកស៊ុបនឹងហើយគឺខ្ញុំមកឆ្លៀតហាន់ជាមួយនឹងស្ពៃក្តោបណាចាស្ពៃក្តោបខ្ញុំហាន់ជាកង់ហើយពុកម៉ែបងប្អូនរើស្ពៃក្តោបណាដែលល្អស្ពៃក្តោបស្ពៃក្តោបធម្មជាតិណាខ្ញុំនេះគឺខ្ញុំប្រើស្ពៃក្តោបធម្មជាតិចាល្អណាស់ពុកម៉ែបងប្អូនស្ពៃក្តោបនេះណាចាស់ទៅតាមភូមិក៏ដាំណាបន្ទាប់មកទៀតគឺខ្ញុំមកលាងស្ពៃក្តោបរួចហើយគឺខ្ញុំយកសាច់ប្រហិតដែលខ្ញុំបានតប់ហ្នឹងលាយគ្រឿងអស់ហ្នឹងគឺខ្ញុំយកមកហែកស្ពៃក្តោបហ្នឹងញាត់ចូលនៅក្នុងស្រទាប់ស្ពៃក្តោបចា2 3ស្លឹកចឹងទៅយើងញាត់មកដុំទៅចាញាត់ហើយយើងសង្កត់វាឲ្យណែនណាកុំឲ្យវាលេចចេញមកកាលណាពុកម៉ែបងប្អូនញាត់ហើយអត់សង្កត់វាឲ្យគៀបឲ្យជាប់ទេវានឹងលេចចេញចាធ្វើរបៀបហ្នឹងណាពុកម៉ែបងប្អូននេះជាម្ហូបរបស់គ្រួសារខ្ញុំញ៉ាំចឹងជាចឹងណាពុកម៉ែបងប្អូនហើយខ្ញុំក៏មកចែករំលែកដល់ពុកម៉ែបងប្អូនឲ្យបានធ្វើម្ហូបឆ្ងាញ់ទាំងអស់គ្នាបន្ទាប់ពីខ្ញុំញាត់ស្ពៃក្តោបនោះហើយគឺខ្ញុំដួសមកដាក់ឆ្នាំងពុកម៉ែបងប្អូនដំបងថាធ្វើតិចទេតែឥឡូវហត់តែច្រើនទៅស្ពៃក្តោបនោះវាធំណាអញ្ចឹងតិចនេះខ្ញុំនឹងបដូរឆ្នាំងពុកម៉ែបងប្អូនហើយស្ងោរអត់កើតទេចាបន្ទាប់ពីខ្ញុំបដូរឆ្នាំងហើយខ្ញុំលងឲ្យមួយខ្ញុំខ្ជិះឆ្នាំងខ្ជូងណាជាមួយនឹងចង្ក្រានខ្ជូងបន្ទាប់មកគឺឆ្អិនហើយគឺខ្ញុំមកបន្ថែមជាមួយនឹងអំបិលជាមួយនឹងប៊ីចេងចាខ្ញុំរងាស់ប្រហែលជាកន្លះម៉ោងជាងពុកម៉ែបងប្អូនឆ្អិនហើយគឺខ្ញុំលើកមកកន្លែងហ្គាសវិញពុកម៉ែបងប្អូនរីឯរសជាតិអាស្រ័យទៅលើពុកម៉ែបងប្អូនណាចូលចិត្តបែបណាដាក់បែបហ្នឹងចារុករៀងវាបែបនេះណាពុកម៉ែបងប្អូននិយាយពីថាជាតិសាហាវឆ្ងាញ់ណាស់ឆ្អឹងស៊ុបក៏ផុយស្ពៃក្តោបនឹងផុយប្រហិតឡើងស្វិតចាអរគុណសម្រាប់ការចូលចិត្តនិងតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាជូនពរពុកម៉ែឲ្យមានសុខភាពល្អជួបគ្នានៅវីដេអូ